បាទប្រិមិត្តយើងវិលមកជួបគ្នាបន្តបាទមិញនេះមានអ្នកភូមិនៅចិត្តភូមិអីមិញដែលលងទឹកស្លាប់អីលងទឹកស្លាប់ហ្នឹងគឺនៅភូមិ24សង្កាត់ព្រៃសរខាងដង្កោបាទនៅខាងសង្កាត់ព្រៃសរមិញនេះអ្នកភូមិបានទូរស័ព្ទមកខ្ញុំមិញសាកសពក្មេងលងទឹកទាំងពីរអ្នកហ្នឹងទើបនឹងរកឃើញមិញហ្នឹងបាទរកឃើញពីម៉ោង8ជាងមិនមិញទេបាទនេះទូទាំងជនទៅធ្វើពិធីនៅកន្លែងមាត់ទឹកនឹងតែម្ដងដោយក្រុមគ្រួសារបានជួលចាមឲ្យទៅរាវនៅកន្លែងតំណងជួលអស់តម្លៃ$520 $520បាទពោះទឹកកន្លែងនោះជ្រៅណាស់ពិបាកនឹងអ្នកចូលនេះពោះកន្លែងនេះរបៀបលងជ្រៅមកចាបាទឥឡូវនេះបានរកឃើញហើយទុកសោកសម្រាប់គ្រួសារកូនបានឃ្លាតឆ្ងាយលែងវិលវៃអញ្ចឹងឃើញទេពេលខ្លះកូន មិនហ៊ានប្រាប់ឪពុកម្ដាយថាទៅងូតទឹកទេទៅអីខូចកំណើតចាមិត្តភក្តិប៉ុន្តែទីបំផុតមកជុំគ្នាមកងូតទឹកនេះតើតែស្លាប់បានដឹងថាកូនមកងូតទឹកជាមួយគេនៅក្នុងបឹងបាទនេះទូទាំងជនពិតជាសោកវិនិត្តកម្មមួយសម្រាប់គ្រួសារដែលកូនដែលធ្លាប់តែញញឹមកូនដែលធ្លាប់តែប្រាប់តាម៉ាក់ប៉ាពុកកូនទៅរៀនហើយ ម៉ាក់ប៉ាកូនសុំលុយទៅរៀនកូនអត់មានលុយប៉ុន្តែឥឡូវចាប់ពីពេលនេះម៉ោងនេះលែងឮសម្ដីកូនសុំលុយពុកម៉ែទៀតហើយបាទនេះទុកសោកសម្រាប់គ្រួសារណាក៏ដូចណាដែរកើតទុកពេលដែលកូនស្លាប់បងប្អូនសាច់ញាតិម្ដាយឪពុកអញ្ចឹងសូមឲ្យក្មួយទៅកន្លែងណាក៏ត្រូវតែមានការប្រុងប្រយ័ត្នទៅទីណាក៏ត្រូវតែប្រាប់ម្ដាយឪពុកឲ្យត្រង់ដែរបាទនេះទូទាំងជនចង់ជម្រាបជូនប៉ុណ្ណឹងថាសពដែលរអត់ទាន់ឃើញក្នុងលងទឹកនោះតែឥឡូវឃើញហើយមួយទៀតនេះខ្ញុំចង់សួរទៅម្ចាស់សារនេះផ្ញើមកខ្ញុំអត់យល់សារហ្នឹងប៉ុន្តែន័យហ្នឹងចង់ន័យថាទៅសម្លាប់ខ្លួនឬក៏យ៉ាងម៉េចលោកអ្នកសាររបស់គាត់បញ្ជូនមកខ្ញុំនេះបាទជូនមកខ្ញុំក៏ដាក់ថាបងលាអូនសិនហើយអែមខ្ញុំនឹងកូន4នាក់នឹងនៅរងចាំអូននៅឋាននរកមុនឋាននរកមុនបើអ្នកមិនមករកកូននឹងខ្ញុំទេនោះនេះយ៉ាងម៉េចន័យហ្នឹងន័យសម្រាប់ខ្លួនរួមជាមួយនឹងកូនទាំង4នាក់ដោយសារតែបញ្ហាវិបត្តិគ្រួសារឬយ៉ាងម៉េចឲ្យខ្ញុំជួយដោះស្រាយបញ្ហាហ្នឹងឬយ៉ាងម៉េចបងលាអូនហើយអែមខ្ញុំនឹងកូន4នាក់ នឹងនៅចាំអូននៅឋាននរកមុនបើអ្នកមិនមករកកូននឹងខ្ញុំណាប្រហែលជាគាត់ចង់ឲ្យប្រពន្ធគាត់មករកគាត់វិញដោយសារប្រពន្ធគាត់ចោលគាត់ឬក៏យ៉ាងម៉េចចាប្រហែលជាអញ្ចឹងបាទគាត់ផ្ដាំផ្ញើឥឡូវគាត់ទៅផ្ញើមកដល់នេះមានលេខទូរស័ព្ទឯងផ្ញើជាប់ឯងចាំខ្ញុំទូរស័ព្ទទៅសួរគាត់ចាវាមិនរឿងអីនោះមានតែគិតខ្លីអញ្ចឹងបានជាគាត់គិតខ្លីអញ្ចឹងបើថាមិនកូននឹងខ្ញុំយកមកឲ្យនៅអង្គការនេះបាទកុំធ្វើអញ្ចឹងអីណាពួកខ្ញុំអ្នកជួយអ្នកដែលមានបញ្ហាអញ្ចឹងឲ្យបងប្អូនដែលកំពុងទស្សនានេះគេឃើញការលំបាកដែលខ្ញុំនិយាយទៅគេជួយបាទប៉ុន្តែឥឡូវចាំមើលទៅវិបត្តិរបស់គាត់នឹងអីយើងអត់ដឹងទេបាទតោះចាឥឡូវនេះបន្តចូលរឿងជាបន្តទៀតគឺជិះរឡូទៅហូបបាយក្រឡាប់ចូលបឹងតមោករបួសធ្ងន់3នាក់និងស្រាម្នាក់កម្មករបើករឡូស្ទើរភ្លើងហើយរវល់តែជជែកគ្នារេចង្កូតក្រឡាប់ធ្លាក់ចូលបឹងតមោកបណ្ដាលឲ្យរងរបួសធ្ងន់និងស្រាល4នាក់កើតឡើងកាលពីវេលាម៉ោង 11:15 នាទីព្រឹកថ្ងៃទី 11 ខែឧសភានៅបឹងតមោកតាមផ្លូវលេខ 151 ភូមិសំរោងសង្កាត់សំរោងខណ្ឌព្រែកភ្នៅ
តាមប្រភពព័ត៌មានពីកន្លែងកាត់ហេតុបានឲ្យដឹងថាមុនពេលកាត់ហេតុគឺក្រុមកម្មករនិងអ្នកបើករលូកិនថ្នល់របស់ក្រុមហ៊ុន Diamond Construction ដែលកំពុងតែធ្វើផ្លូវនៅលេខ151នៅក្នុងសង្កាត់សំរោងដល់ម៉ោងទៅហូបបាយនៅភូមិទួលសាគរសង្កាត់ព្រែកភ្នៅ សង្កាត់ព្រែកភ្នៅខណ្ឌព្រែកភ្នៅជាគ្នា4នាក់មានតែកង់និងកម្មករ3នាក់ប៉ុន្តែតែកង់ដែលជាអ្នកបើករលូដែលបើកបររាល់ថ្ងៃមិនបានបើកទេគឺឲ្យកម្មករដែលទៅនឹងចេះបើកតិចតិចជាអ្នកបើកហើយទិសដៅនោះពីលេខទៅកើតតាមផ្លូវលេខ151មកដល់ចំណុចខាងលើគឺរវល់តែជជែកគ្នាគឺបានរេចង្កូតក្រឡាប់ធ្លាក់ចូលមាត់បឹងតមោកដោយក្រឡាប់កាប់ងា ចំនួន5ត្រឡប់ចាក់អ្នកជិះធ្លាក់រនុករណែនៅលើដុំថ្មមាត់បឹងរងរបួសធ្ងន់3នាក់ហើយនឹងម្នាក់ទៀតហ្នឹងគឺលោតចេញទាន់រងរបួសស្រាលចំណែកឯរលក្រឡាប់បាសជើងត្រមេកនៅមាត់ទឹកបឹងតមោកតែមិនបានចូលទៅក្នុងទឹកទេអ្នករងរបួសធ្ងន់នឹងស្រាលទាំង4នាក់នោះគឺរួមមានទី1ឈ្មោះថាខៀវដុល្លារភេទប្រុសអាយុ20ឆ្នាំមានមុខរបរជាអ្នកបើកបររលូកិនថ្នល់របស់ក្រុមហ៊ុន Diamond Construction មានទីលំនៅនៅខេត្តកំពង់ធំរបួសធ្ងន់ទី2គឺមានឈ្មោះថាឆិនកក្កដាភេទប្រុសអាយុ23ឆ្នាំជាកម្មកររបស់ក្រុមហ៊ុនខាងលើហើយក៏ជាអ្នករៀនបើករលូធ្វើឲ្យក្រឡាប់មានទីលំនៅនៅភូមិត្រពាំងធំឃុំពងរស្រុករលីផ្អៀខេត្តកំពង់ឆ្នាំងរបួសធ្ងន់ហើយទី3គឺមានឈ្មោះថានួនសរុនភេទប្រុសអាយុ24ឆ្នាំជាកម្មករនៅស្រុកជាមួយគ្នារបួសធ្ងន់ហើយនឹងទី4គឺមានឈ្មោះថាហែលរីភេទប្រុសអាយុ28ឆ្នាំជាកម្មករគឺរងរបួសស្រាលមានទីលំនៅនៅភូមិព្រៃបាយឃុំពេជ្ជសាស្រុកកោះអណ្ដែតខេត្តតាកែវហើយក្រោយពេលកើតហេតុអ្នករងរបួសធ្ងន់ទាំង3នាក់គឺបានបញ្ជូនទៅព្យាបាលនៅមន្ទីរពេទ្យកាល់ម៉ែតចំណែកឯរលូកិនថ្នល់ដែលក្រឡាប់ត្រូវបានក្រុមហ៊ុនស្ទូចយកទៅជួសជុលចាបញ្ចប់រឿងនេះតែប៉ុណ្ណឹងឥឡូវនឹងបន្តចូលរឿងជាបន្តទៀតគឺខាត់ខ្លួនជនប្រដាប់អាវុធចូលប្លន់នៅក្នុងផ្ទះនៅខេត្តតាកែវបានម្នាក់ជនសង្ស័យប្លន់ប្រដាប់អាវុធនៅក្នុងខេត្តតាកែវម្នាក់គឺក្នុងចំណោមបពួកទាំងអស់ហ្នឹងគឺ3នាក់គឺត្រូវបានកម្លាំងព្រំប្រទានកម្រិតស្រាលរាជធានីភ្នំពេញសហការជាមួយសមត្ថកិច្ចខណ្ឌសែនសុខធ្វើការស្រាវជ្រាវនិងចាប់ខ្លួនបន្តគឺការពេលវេលាម៉ោង 11:30 នាទីព្រឹកថ្ងៃទី11ខែឧសភានៅចំណុចគល់ស្ពានអាកាស7មករាភូមិត្រពាំងឈូកសង្កាត់ទឹកថ្លាខណ្ឌសែនសុខជនសង្ស័យដែលខាត់ខ្លួនបានគឺមានឈ្មោះថាស្រឿនប៊ុនធាភេទប្រុសអាយុ35ឆ្នាំមុខរបរជាជាងប៉ូលីរថយន្តស្នាក់នៅភូមិត្រពាំងឈូកសង្កាត់ទឹកថ្លាខណ្ឌសែនសុខគឺមានស្រុកកំណើតនៅភូមិពងរឃុំស្ដើងជ័យស្រុកជើងព្រៃខេត្តកំពង់ចាមបើតាមប្រភពព័ត៌មានពីសមត្ថកិច្ចនៅក្រុងភ្នំពេញបានលួចបង្ហើបប្រាប់ថាតាមការពិតខាត់ខ្លួនជនសង្ស័យខាងលើគឺធ្វើឡើងដោយការស្រាវជ្រាវតាមរយៈលេខទូរស័ព្ទរបស់ជនរងគ្រោះដែលក្រុមជនសង្ស័យបានធ្វើសកម្មភាពចូលប្លន់ប្រជាប្រដ្ឋនៅក្នុងផ្ទះនៅក្នុងខេត្តតាកែវដោយជនសង្ស័យមានគ្នា3នាក់ប្រដាប់ដោយអាវុធពីដើមបាញ់ពីគ្រាប់ហើយការពីវេលាម៉ោង 6:30 នាទីព្រលប់ថ្ងៃទី5ខែឧសភានៅភូមិរលួសឃុំអង្កាញ់ស្រុកត្រាំងខេត្តតាកែវហើយបន្ទាប់ពីប្លន់ហើយគឺជនសង្ស័យធ្វើសកម្មភាពបាញ់ប្លន់យកទ្រព្យសម្បត្តិមួយចំនួននិងទូរស័ព្ទ3គ្រឿងហើយក្នុងនោះគឺបានយកទូរស័ព្ទដៃរបស់ជនរងគ្រោះដែលមានលេខទូរស័ព្ទពីរប្រព័ន្ធរបស់ជនរងគ្រោះទៅប្រើដោយមិនបានបិទលេខចោលទេហើយទើបសមត្ថកិច្ចស្រាវជ្រាវតាមរយៈលេខទូរស័ព្ទខាងលើរបស់ជនរងគ្រោះទើបសមត្ថកិច្ចខាត់ខ្លួនយកមកសាកសួរតែម្ដងហើយនៅចំពោះមុខសមត្ថកិច្ចជនសង្ស័យខាងលើគឺមិនបានសារភាពអ្វីឡើយពេលសមត្ថកិច្ចសួរថាតើលេខទូរស័ព្ទពីប្រព័ន្ធខាងលើនេះតើបានមកពីណាហើយជនសង្ស័យបានប្រាប់ថាខ្លួនបានទិញពីកន្លែងលក់ទូរស័ព្ទនៅជិតរង្វង់មូលខំកូស៊ីធីស្ថិតនៅភូមិទួលកកសង្កាត់ទួលសង្កែខេត្តរិស័យកែវហើយលេខទូរស័ព្ទមួយគ្រឿងទៀតគឺត្រូវបានមិត្តភ័ក្តិប្រពន្ធគេឲ្យខ្ចីប្រើប៉ុណ្ណោះហើយទោះជាយ៉ាងណាក៏ដោយវាគ្មានរឿងកប់ជួនដល់ថ្នាក់នឹងឡើយដែលលេខទូរស័ព្ទដល់ទៅពីប្រព័ន្ធរបស់ជនរងគ្រោះនៅលើខ្លួនជនសង្ស័យតែមួយហើយទោះជាប្រកែកម្ដេចក៏មិនបានដែរហើយបច្ចុប្បន្នជនសង្ស័យខាងលើគឺត្រូវប្រគល់ឲ្យទៅខាងសមត្ថកិច្ចនគរបាលដែលមកពីខេត្តតាកែវយកទៅសាកសួរនិងស្រាវជ្រាវជាបន្តទៀតចាប់បន្តចូលមួយករណីទៀតគឺ PM ខាត់ខ្លួនជនសង្ស័យប្រើប្រាស់សារធាតុញៀនពីទីតាំងនៅក្នុងខណ្ឌមានជ័យកម្លាំងកងរាជអាវុធហត្ថរាជធានីភ្នំពេញសហការជាមួយកម្លាំងកងរាជអាវុធហត្ថខណ្ឌមានជ័យគឺខាត់ខ្លួនជនសង្ស័យចំនួន5នាក់បន្ទាប់ពីឆែកឃើញសារធាតុញៀនក្រាមសថ្លាចំនួន3កញ្ចប់តូចនៅវេលាម៉ោង 1:50 នាទីរសៀលថ្ងៃទី11ខែឧសភានៅផ្ទះសំណាក់ហេងវែងស្រេងហេងវែងស្រេងផ្ទះលេខ294បន្ទប់លេខ109និង106ផ្លូវ371ភូមិក្បាលទំនប់2សង្កាត់បឹងទំពុនខណ្ឌមានជ័យជនសង្ស័យទាំង5នាក់ទី1គឺមានឈ្មោះថាដុកហាភេទប្រុសអាយុ32ឆ្នាំមុខរបរជាជាងដែកស្នាក់នៅបន្ទប់ជួលគ្មានលេខសង្កាត់បឹងត្របែកខណ្ឌចំការមនហើយទី2នោះគឺមានឈ្មោះថាដឹមសូណាភេទស្រីអាយុ30ឆ្នាំមុខរបរជាអ្នកម៉ាស្សាស្នាក់នៅផ្ទះជួលសង្កាត់ផ្សារដើមផ្កើខណ្ឌចំការមនខាត់នៅបន្ទប់លេខ106ហើយទី3គឺមានឈ្មោះថា
បូវិស្នាភេទប្រុសអាយុ25ឆ្នាំមុខរបរមិនពិតប្រាកដគឺស្នាក់នៅសង្កាត់បឹងទំពុនខណ្ឌមានជ័យហើយទី4នោះគឺមានឈ្មោះថាឈុនស្រីនីភេទប្រុសអាយុ17ឆ្នាំមុខរបរមិនពិតប្រាកដស្នាក់នៅភូមិដើមច័ន្ទសង្កាត់ច្បារអំពៅ2ខណ្ឌច្បារអំពៅហើយទី5នោះគឺមានឈ្មោះថាជុនស្រីខួចភេទប្រុសភេទស្រីអាយុ18ឆ្នាំមុខរបរមិនពិតប្រាកដស្នាក់នៅភូមិដើមច័ន្ទសង្កាត់ច្បារអំពៅ2ខណ្ឌច្បារអំពៅឃាត់នៅបន្ទប់លេខ109បន្ទាប់ពីប្រជាប្រភពព័ត៌មានពីសមាជិកបានប្រាប់ឲ្យដឹងថាមុននឹងឈានដល់ការឃាត់ខ្លួនជនសង្ស័យទាំង5នាក់ខាងលើនេះគឺសមាជិកបានទទួលព័ត៌មានពីម្ចាស់ផ្ទះសំណាក់ដែលបានរាយការណ៍ដល់សមាជិកក៏បានប្រមូលកម្លាំងចុះឆៃឆេផ្ទះសំណាក់ក៏រកឃើញថ្នាំញៀនចំនួន3កញ្ចប់តូចក្រាមសថ្លាហើយក្រោយពីធ្វើការសាកសួរជនសង្ស័យទាំង5នាក់គឺត្រូវបានកសាងសំណុំរឿងបញ្ជូនទៅកងរាជអាវុធហត្ថរាជធានីភ្នំពេញដើម្បីបន្តតាមនីតិវិធីដែលឡាយ PM ខណ្ឌមានជ័យក៏បានឃាត់ខ្លួនជនសង្ស័យខាងលើដែលជាអ្នកចែកចាយគ្រឿងញៀនបានម្នាក់ទៀតគឺមានឈ្មោះថាខុនលៀងមេងភេទប្រុសអាយុ17ឆ្នាំមុខរបរមិនពិតប្រាកដនៅម្ដុំច្រាំងបាក់ភូមិដើមច័ន្ទសង្កាត់ច្បារអំពៅ2ខណ្ឌច្បារអំពៅដកហូតក្រាមម្សៅពណ៌សចំនួន5កញ្ចប់តូចទេចៅក៏សបោមឡើងទៅលោកហើយឥឡូវនេះទៅជាចង់ឆ្ងល់ឡាឥឡូវដល់ពីសបោយ៉ាងហ្នឹងងាកទៅគ្រឿងញៀនងាកទៅគ្រឿងញៀនតង្វងនៅផ្ទះសំណាក់សមមិញសំងៃផ្ទះសំណាក់អីផ្ទះសំណាក់មានរស្មីឋានសួរមិញចារស្មីឋានសួរចានៅស្ទឹងជ័យឥឡូវនេះទៀតអញ្ចឹងតាមពិតវាមិនមែនថារឿងដែលទៅនៅផ្ទះសំណាក់ហ្នឹងម្ចាស់ផ្ទះសំណាក់ជាអ្នកពាក់ព័ន្ធទេបើនិយាយឲ្យអស់ទៅពេលខ្លះម្ចាស់ផ្ទះសំណាក់គេឲ្យតែមានអ្នកទៅជួលបន្ទប់ចាតែគាត់ទៅពេលទៅដេកអញ្ចឹងទៅវាប្រើប្រាស់អញ្ចឹងប្រើប្រាស់អញ្ចឹងអាណាទៅដឹងនៅពេលដែលគេដេកម្ចាស់ផ្ទះសំណាក់ទៅគោះទ្វារវាខ្លាចធ្វើឲ្យវាប៉ះអារម្មណ៍ប៉ះពាល់អារម្មណ៍អ្នកដែលគេមកជួលផ្ទះថ្នាក់នៅអញ្ចឹងបើសង្ស័យអ្នករាយការណ៍អញ្ចឹងខ្សឹបប្រាប់សមត្ថកិច្ចមកមើលមកបាទអញ្ចឹងឃើញទេតាមពិតគ្នាម្ចាស់ផ្ទះសំណាក់គ្នាចង់ឲ្យបានតែភ្ញៀវទៅដេកហ្នឹងចាបាទធ្វើផ្ទះសំណាក់សម្រាប់ឲ្យមនុស្សដេកហ្នឹងហើយដែរណាឲ្យជ្រូកដេកនឹងឲ្យគោដេកមិនបាទប៉ុន្តែបើវាទៅប្រើប្រាស់អញ្ចឹងវាធ្វើម៉េចបាទអញ្ចឹងបើសង្ស័យប្តឹងសមត្ថកិច្ចឲ្យគេទៅចាប់ទៅណាតោះទៅទៀតចាតចូលមួយរឿងទៀតគឺជិះម៉ូតូបុករថយន្តរងរបួស2នាក់ហើយសង$150បញ្ចប់រឿងបរិប2នាក់រងរបួសរលត់ដៃរលត់ជើងហូរឈាមគណៈពេលដែលជិះម៉ូតូដប់គ្នាទៅបុករថយន្តទាំងកំរោលហើយរថយន្តបានព្យាយាមបើករត់គេចតែត្រូវបានប្រជាប្រដ្ឋឃើញហេតុការណ៍នាំគ្នាដេញខាត់បានកាលពីវេលាម៉ោង1:40នាទីរសៀលថ្ងៃទី11ខែឧសភានៅចំណុចផ្លូវសាប៉នរុស៊ីមុខវត្តវង្កត់បូរីភូមិត្រពាំងឈូកសង្កាត់ទឹកថ្លាខណ្ឌសែនសុខយោងតាមប្រភពព័ត៌មានពីសមាជិកនៅនឹងកន្លែងកើតហេតុបានប្រាប់ឲ្យដឹងថាមុនពេលកើតហេតុគេបានឃើញបរិសុទ្ធទាំង2នាក់គឺជិះម៉ូតូមួយគ្រឿងម៉ាក Wave E ពណ៌ខ្មៅបើកដប់គ្នាក្នុងទិសដៅពីលេខទៅកើតហើយគណៈដល់ចំណុចមុខវត្តវង្កត់បូរីចំណែករថយន្តមួយគ្រឿងគឺម៉ាក Mercedes ពណ៌ទឹកប្រាក់ដែលបើកបរដោយបារម្ភម្នាក់ក្នុងទិសដៅពីកើតទៅលេខគណៈដល់ចំណុចខាងលើក៏ស្រាប់តែរថយន្តបានបើកបត់ឆ្វេងឆ្លងចូលក្នុងវត្តវង្កត់បូរីជ្រុលទៅបុកនៅម៉ូតូពេញទំហឹងបណ្ដាលឲ្យរងរបួសទាំង2នាក់រថយន្តខាងលើក្រោយពីបុកហើយក៏បានបើករត់ចូលទៅក្នុងវត្តត្រូវបានប្រជាប្រដ្ឋដេញខាត់បានហើយតាមសមត្ថកិច្ចបានប្រាប់ថាអ្នករងគ្រោះខាងលើគឺមានឈ្មោះថាសុខាដានីភេទប្រុសអាយុ32ឆ្នាំមុខរបរជាកម្មករសំណង់ស្នាក់នៅភូមិបប្រក់ខាងត្បូងសង្កាត់កាកាប់ខណ្ឌពោធិ៍សែនជ័យនិងម្នាក់ទៀតឈ្មោះភក្តីអាយុ31ឆ្នាំចំណែកអ្នកបើកបររថយន្តមិនត្រូវបានបង្ហាញប្រាប់អំពីអត្តសញ្ញាណនៅឡើយទេហើយបើតាមសម្ដីប្រជាប្រដ្ឋដែលបានដេញចាប់រថយន្តខាងលើក៏បានប្រាប់ថាក្រោយពីខាត់រថយន្តខាងលើបានទៅម្ចាស់រថយន្តព្រមចរចាជាមួយនឹងជនរងគ្រោះដែលព្រមសងសំណងថ្លៃខូចខាតទៅឲ្យខាងម្ចាស់ម៉ូតូគឺចំនួន$150បញ្ចប់រឿងនៅនឹងកន្លែងកាត់ហេតុចាំមួយករណីមួយទៀតនេះគឺជិះម៉ូតូបញ្ច្រាស់ទិសដៅចរាចរណ៍វិញម្ដងគឺជិះម៉ូតូបញ្ច្រាស់ទិសដៅចរាចរណ៍គឺទៅបុកគេហើយរករឿងគេទៀតយុវជន2នាក់គឺបើកម៉ូតូលើផ្លូវបញ្ច្រាស់ទិសដៅចរាចរណ៍ទៅបុកគេដួលរលត់ដៃរលត់ជើងហើយបែរជាទៅរករឿងគេថែមទៀតកាលពីវេលាម៉ោង12:15នាទីថ្ងៃត្រង់ថ្ងៃទី11ខែឧសភានៅចំណុចផ្លូវហាណូយក្រុង1ភូមិភ្នំពេញថ្មីសង្កាត់ភ្នំពេញថ្មីខណ្ឌសែនសុខតាមប្រភពព័ត៌មានពីប្រជាប្រដ្ឋនៅចំណុចខាងលើក៏បានប្រាប់ឲ្យដឹងថាមុនពេលកើតហេតុគេឃើញយុវជន2នាក់ជិះម៉ូតូស៊ុយស៊ូគីនិចពណ៌សដប់គ្នាក្នុងទិសដៅពីជើងទៅត្បូងជិះលើផ្លូវបញ្ច្រាស់ទិសដៅចរាចរណ៍ខណៈមកដល់ចំណុចខាងលើក៏ស្រាប់តែទៅបុកជាមួយនឹងម៉ូតូធំមួយគ្រឿងម៉ាក Kawasaki
ពណ៌ប្រភេទដែលបើកដោយបរិមម្នាក់ក្នុងទិសដៅពីត្បូងទៅជើងបណ្ដាលឲ្យម៉ូតូទាំងពីរគ្រឿងដួលកលើគ្នាហើយតែសំណាងល្អគឺអ្នកបើកបរទាំងសងខាងគឺរងរំពុះស្រាលម៉ូតូគឺមានការរងការខូចខាតមួយកំណត់ខាងមុខដូចគ្នាហើយក្រោយពេលកើតហេតុគឺភាគីទាំងសងខាងគឺបានជជែកគ្នាយកត្រូវរៀងខ្លួនដោយម្ខាងចោតម្ខាងជាអ្នកខុសរហូតដល់សមត្ថកិច្ចមូលដ្ឋានបានមកគូសវាយកម៉ូតូទាំងពីរមកដាក់ម្ខាងផ្លូវហើយរួចបានធ្វើការណែនាំពីកំហុសខុសឆ្គងទៅភាគីសងខាងបានយល់ដឹងហើយបានយកម៉ូតូទៅជួសជុលដោយខ្លួនឯងដោយគ្មានអ្នកណាសងអ្នកណាឡើយឥឡូវបច្ច្រាស់ទាំងអស់គ្នាអីចាបច្ច្រាស់ទាំងអស់គ្នាឲ្យបុកគ្នាពេញទំហឹងតែម្ដងចាអានេះក៏បច្ច្រាស់នោះបច្ច្រាស់ចាមិនបច្ច្រាស់អីអានោះមកគឺខាងនោះហើយម៉ូតូធំឥឡូវចេះឥឡូវលោកប៉ូលីសបាច់និយាយច្រើនទេឧបមាថាឥឡូវបើអ្នកណាគេបច្ច្រាស់សង់តនិចទាំងស្រុងទៅឲ្យបាច់ទៅនិយាយពីហេតុផលទេយកអានឹងសិនទៅទុកបងនោះហើយផាកពីនៃថែមឲ្យច្រើនតាមទៀតព្រោះយប់មិញខ្ញុំជួបជាមួយនឹងបងស្រីម្នាក់មកពីស្វីសចាគាត់នៅក្នុងគាត់ថាខ្មែរយើងនៅក្នុងតិចទេគ្នាតិចទេអត់សូវច្រើនទេខ្មែរចាគាត់ឃើញចរាចរណ៍នៅស្រុកខ្មែរហ្នឹងវាច្រើនដល់ពេលអញ្ចឹងទៅគាត់ជួបខ្ញុំយប់មិញហ្នឹងថែមទាំងឲ្យជំនួយសម្រាប់ក្រីក្រផងលោកស្រីមាសសារ៉េតបាទគាត់ផ្ដល់ជំនួយគាត់មកលេងស្រុកខ្មែរគាត់ថាលោកទីខ្ញុំនិយាយសម្រាប់ច្បាប់នៅប្រទេសគេបើនិយាយបើគ្រោះថ្នាក់ចរាចរណ៍ដូចគាត់នៅ14ឆ្នាំហើយកម្រជួបអត់ដែរជួបនៅស្រុកគេបាទព្រោះស្វីសប្រទេសតិចតូចទេចាបាទប្រជាពលរដ្ឋប្រទេសស្វីសប្រហែលជាង3លានតែគេមានប្រទេសមានចាអត់ដែរសង្គ្រាមហ្មងអញ្ចឹងគាត់ថាបើគ្រោះថ្នាក់ចរាចរណ៍បើគេដឹងថាយើងជិះប្រចាស់គេបុកយកហ្មងបាទទៅងាប់ទៅរបួសទៅតែអាអ្នកងាប់នោះក្រុមគ្រួសារចាំសងគេទៅបាច់ទៅជែកអីទេបុកឯងបាទឥឡូវនិយាយពីរឿងអាណាបច្ច្រាស់នៅនេះក៏ដោយយើងដឹងតែច្បាប់យើងមកចែងច្បាស់ហើយតាខទៅបាច់ទៅជែកថាអូលោកឯងជិះលឿនជិះយឺនអាបច្ច្រាស់គេទៅកុំទៅនិយាយតតាំងគេទៅចឹងតិចទៀតឲ្យមានក្រុមអ្នកមានក៏មុនធ្លាប់ថាមានអ្នកមុខរបររស៊ីបើកបុកគេអាណាមកជិះបច្ច្រាស់ឲ្យអ្នកនឹងទៅបើកបុកបងរួចឲ្យអត់នោះសងមកអញ្ចឹងហ្មងយើងនិយាយឲ្យគ្រប់ច្បាប់បើយូរអត់គ្រប់ច្បាប់អញ្ចឹងវាតើធ្វើម៉េចប្រទេសរបស់យើងធ្វើម៉េចបើម្នាក់លេងពួយអង្គុយទៅលើច្បាប់អញ្ចឹងហើយគ្រោះថ្នាក់កាន់តែកើនទៅបាទឥឡូវនេះក៏លេខមកមើលរឿងមួយផ្សេងទៀតក្រៅពីចរាចរណ៍កុំឲ្យចរាចរណ៍ច្រើនពេកចារឿងបញ្ហាវិវាទដីធ្លីនៅខាងថ្នល់តតឹងស្រុកអង្គស្នួលខេត្តកណ្ដាលឥឡូវប្រជាពលរដ្ឋចោទថាអ្នកទៅទិញដីអត់បានឲ្យលុយអ្នកដែលទិញដីប្រាប់ថាឲ្យលុយហើយតែឈ្មួញកណ្ដាលជាអ្នកយកនឹងរឿងរ៉ាវសម្រាប់ប្រជាពលរដ្ឋ28គ្រួសារតវ៉ាជាមួយនឹងឈ្មួញទិញដីថាអត់បានបង់លុយហើយគ្រងរឹបអូសដីរបស់គាត់ថ្ងៃនោះមកដល់ស្ថានីយ៍ទៀតហើយយើងអត់ជឿថាគាត់មកដល់ស្ថានីយ៍ថាត្រូវទេយើងឲ្យក្រុមការងាររបស់យើងទៅដល់នោះទៀតទៅដល់កន្លែងនោះទៀតបាទនេះពួកគាត់មកដល់ស្ថានីយ៍រួចហើយខ្ញុំសាកសួរគាត់ជុំវិញនឹងរឿងមកគាត់មានអីមិនខ្លះមានឯកសារអីខ្លះប្រវត្តិដីនឹងយ៉ាងម៉េចបាទទោះបីគាត់មកទីនេះសូមឲ្យយើងផ្សាយព័ត៌មានក៏ដោយប៉ុន្តែយើងដាច់ខាតយើងត្រូវទៅដល់សិនបាទខ្ញុំទទួលចំពោះពាក្យស្នើសុំឲ្យខ្ញុំទៅធ្វើព័ត៌មានរឿងពិតនៅទីនោះប៉ុន្តែខ្ញុំគ្រាន់តែចង់ជម្រាបអ្នកមីងលោកពូក្មួយស្រីមួយប្រុសដែលបានអញ្ជើញមកគ្រាន់តែប្រាប់ថាពេលខ្លះអាចតកែគេឲ្យលុយមកចំនួនកក់គ្រប់ចំនួនប៉ុន្តែអាចឈ្មួញកណាលនឹងកັບកេងដែលធ្វើឲ្យរងគ្រោះសម្រាប់ប្រជាពលរដ្ឋដែលជាម្ចាស់ដីពិតប្រាកដប៉ុន្តែសូមឲ្យប្រជាពលរដ្ឋជៀសវាងឲ្យឆ្ងាយនៅពេលដែលលក់ដីឲ្យគេហើយចាប់ផ្ដើមទៅលក់មួយសារទៀតឲ្យអ្នកផ្សេងបាទគុំយកហេតុផលយកលេសថាអ្នកមកទិញមុនធ្លាក់យន្តហោះងាប់បាត់ហើយអ្នកមកទិញមុនគ្រោះថ្នាក់ចរាចរណ៍ស្លាប់បាត់ហើយដោយគ្រាន់តែពាក្យពេចន៍ចង់យកដីខ្លួនឯងទៅលក់ម្ដងទៀត បាទ ខ្ញុំសូមឲ្យប្រជាពលរដ្ឋ
bà lâu ní mới ចា cả nhà sụp phía chập đàm sạch rương nâng mơn tình mới ta rằng mấy trăm trong bà chạm thèm ចាគឺប្រជាប្រដ្ឋ28គ្រួសារគឺតវ៉ារឿងឈ្មោះទិញដីបង់លុយមិនគ្រប់គឺប៉ុនប៉ងរំលោភយកដីពួកគាត់ប្រជាប្រដ្ឋ28គ្រួសាររស់នៅភូមិម្ដងទឹកឃុំលំហាចស្រុកអង្គស្នួលខេត្តកណ្ដាលក៏បានមកស្រែកតវ៉ានៅស្ថានីយទូរទស្សន៍ហង្សមាសនិងសូមឲ្យអាជ្ញាធរមានសមត្ថកិច្ចជួយរកយុត្តិធម៌ចំពោះឈ្មោះពៅភេទប្រុសអាយុ47ឆ្នាំរស់នៅខណ្ឌព្រែកភ្នៅជាឈ្មោះដីគឺបានរំលោភបំពានប៉ុនប៉ងយកដីរបស់ពួកគាត់ប្រជាប្រដ្ឋប្រាប់ថាឈ្មោះដីឈ្មោះពៅក៏បានទិញដីរបស់ពួកគាត់សរុបជាង5ហិកតាជាប្រភេទដីស្រែដីឡូនិងដីលំនៅឋានក្នុងតម្លៃ$497,400ហើយបានកក់ប្រាក់មុនក្នុងមួយគ្រួសារខ្លះ$1,000ខ្លះ$2,000ខ្លះ$3,000តាមរយៈលោកអ៊ុំប៊ុនធឿនជាឈ្មោះកណ្ដាលដោយកំណត់សងបង្គ្រប់នៅថ្ងៃទី28ខែមីនាឆ្នាំ2015លោកដល់ថ្ងៃកំណត់មិនបានមកបង់ប្រាក់នោះទេបែរជាសុំពន្យាលពេលមួយដងជាពីរដងទៅវិញនិងក្រោយមកឈ្មោះពៅក៏បានទៅប្តឹងតុលាការចេញដីការរក្សាការពារធ្វើឲ្យប្រជាប្រដ្ឋចង់លក់ដីនេះតែឲ្យអ្នកផ្សេងមិនបានចង់កែច្នៃទៅជាអ្វីក៏អត់បានដែរនេះជារឿងអយុត្តិធម៌ខ្លាំងបំផុតលោកអ៊ុំប៊ុនធឿនជាឈ្មោះកណ្ដាលបាននិយាយថារឿងទិញដីនេះគឺឈ្មោះពៅបានកក់ប្រាក់គាត់ជាច្រើនដំណាក់រួមទាំងថ្លៃចាក់ដីសរុបទាំងអស់គឺ$177,000ថ្លៃកក់លុយចុងក្រោយគឺថ្ងៃទី17ខែមីនាឆ្នាំ2015ដោយមានកិច្ចសន្យាត្រឹមត្រូវហើយបានកំណត់ថ្ងៃសងប្រាក់បង្គ្រប់នៅថ្ងៃទី17ខែមេសាឆ្នាំ2015ប៉ុន្តែដល់ថ្ងៃកំណត់ឈ្មោះពៅគឺមិនបានបង់លុយបង្គ្រប់ទេបែរជាសុំពន្យារហូតដល់ថ្ងៃទី1ខែមិថុនាឆ្នាំ2015ហើយពេលនោះប្រជាប្រដ្ឋមិនព្រមក៏កើតការតវ៉ាបះបោរឡើងក៏ស្រាប់តែឈ្មោះពៅបានប្តឹងទៅតុលាការឲ្យចេញដីការក្សាការពារមិនឲ្យអ្នកណាប៉ះពាល់ដីនេះសូមបីប្រជាប្រដ្ឋជាម្ចាស់ដីក៏អត់ប៉ះពាល់បានដែរចំណែកឯឈ្មោះដីឈ្មោះពៅបានបកស្រាយថារូបលោកបានកក់ប្រាក់ឲ្យឈ្មោះអ៊ុំប៊ុនធឿនជាឈ្មោះកណ្ដាលក្នុងការទិញលក់ដីនេះជាដំណាក់អស់ជាង$110,000ប៉ុន្តែមិនបានកំណត់ពេលវេលាថ្ងៃខែឆ្នាំណាឲ្យពិតប្រាកដនោះទេដែលត្រូវសងបង្គ្រប់នៅថ្ងៃណានោះទេដោយលោកគ្រាន់តែសុំពន្យាពេលរហូតដល់ដើមខែ6ខែមិថុនាឆ្នាំ2015ប៉ុណ្ណោះគឺឯដីការក្សាការពារលោកគ្រាន់តែចង់រក្សាទុកដីនេះឲ្យសមត្ថកិច្ចគ្រប់គ្រងប៉ុណ្ណោះរងចាំដោះស្រាយជាមួយនឹងប្រជាប្រដ្ឋឲ្យចប់សពគ្រប់សិនព្រោះខ្លាចគេលក់ដីនេះបាត់អស់ធ្វើឲ្យលោកខាត់បងដូច្នេះលោកមិនបានរំលោភយកដីប្រជាប្រដ្ឋនោះទេចា៎បាទលោកអ្នកនេះគឺជាភាសារបស់ប្រជាពលរដ្ឋភាសាលោកប៊ុនធឿនគាត់ជាអ្នកឈ្មោះកដាលបាទហើយនឹងភាសារបស់អ្នកទិញឥឡូវខ្ញុំបានជួបជាមួយប្រជាពលរដ្ឋគាត់អត់ដឹងអីទេគាត់ថារឿងកក់ប្រមាណគឺដៃរបស់គាត់គឺពេលខ្លះអ្នកខ្លះទទួលបាន10000ក៏មានខ្លះទទួលបាន20000ក៏មានខ្លះទទួលបាន1000ក៏មានខ្លះទទួលបាន1500ក៏មានដែរកក់បាទហើយដីគាត់ដែលបានកក់ហើយបែរជាឥឡូវស្រាប់តែមានទៅចាក់ដីហើយអត់ទាន់បានលុយអីសោះខ្ញុំអញ្ចឹងក៏មានហើយឥឡូវខ្ញុំជួបជាមួយនឹងខាងលោកពៅនេះវិញដែលជាអ្នកទិញគាត់ថាអញ្ចឹងណាបងប្អូនតើបងប្អូនយល់យ៉ាងម៉េចអានឹងភាសារបស់គាត់ជួបខ្ញុំគាត់ប្រាប់គាត់ថាគាត់ទី1គាត់ពិតជាបានកក់លុយដែលទិញដីពីប្រជាពលរដ្ឋតាមរយៈលោកអ៊ុំប៊ុនធឿនបាទដែលភរិយារបស់គាត់ឈ្មោះញឹមសម្បត្តិបាទដែលមានទំហំដី53.440 ម៉ែត្រការ៉េបាទដីរបស់គាត់53 ម៉ែត្រការ៉េជាងណា53 5340 ម៉ែត្រការ៉េបាទដែលមានទីតាំងនៅភូមិម្ដងទឹកឃុំលំហាចស្រុកអង្គស្រួលខេត្តកណ្ដាលតម្លៃដីហ្នឹងគឺក្នុង1 ម៉ែត្រការ៉េហ្នឹងគឺ$12ក្នុង1 ម៉ែត្រការ៉េហើយគាត់បានកក់ប្រាក់សរុបទាំងអស់ហ្នឹងទៅតាមរយៈលោកអ៊ុំប៊ុនធឿនហ្នឹង$177,000នេះតែគាត់បានកក់គាត់ទទួលស្គាល់ថាពិតជាអត់បានបង់លុយឲ្យគ្រប់ចំនួននេះប៉ុន្តែដោយសារតែតាក់ទងនឹងរឿងដីខ្លះលក់ឲ្យគាត់ហើយបែរជាទៅផ្ដិតមេដៃលក់ឲ្យអ្នកផ្សេងបន្តអញ្ចឹងលុយដែលគាត់បានដាក់ទៅលោកប៊ុនធឿនតើលោកប៊ុនធឿនបានកក់ឲ្យប្រជាពលរដ្ឋប្រមាណពិតប្រាកដឥឡូវលោកពៅដែលជាអ្នកទិញដីលោកបានប្រាប់ថាឥឡូវសូមឲ្យប្រជាពលរដ្ឋជួបជាមួយគាត់ផ្ទាល់តតាំងជាមួយនឹងលោកប៊ុនធឿនទូគ្នាបាទដើម្បីយើងប្រឈមការពិតប៉ុន្តែលោកពៅក៏បាន
ធ្វើការចោទប្រកាន់ទៅលើអាជ្ញាធរទី1អាជ្ញាធរឃុំអាជ្ញាធរភូមិបើដឹងថាបានលក់ដីនេះទៅឲ្យគេហើយហេតុអីបានជាទៅសញ្ញេលក់ឲ្យអ្នកផ្សេងទៀតណែគាត់និយាយចឹងបងប្អូនណានេះខាងអ្នកទិញដីគេនិយាយទេខ្ញុំអត់ដឹងទេព្រោះសាច់រឿងខ្ញុំថាតាមគេព្រោះអ្នកដែលនៅក្នុងផ្ទាល់បាត់ដឹងជាមួយគាត់អញ្ចឹងគាត់ទី1គាត់អ្នកទិញដីគាត់បន្ទោសទៅលើអាជ្ញាធរមួយចំនួនដែលគាត់ដឹងថាដីនឹងលក់ឲ្យគេរួចហើយហេតុអីបានជាទៅសញ្ញេបន្ថែមលក់ដីឲ្យទៅអ្នកដទៃទៀតបើនិយាយពីច្បាប់ភូមិបាលច្បាប់ព្រំប្រទានគឺអ្នកសញ្ញេដឹងថាអានឹងលក់ឲ្យគេហើយទៅសញ្ញេបញ្ជាន់ទៀតដើម្បីបានកម្រៃខ្លួនឯងអានឹងសញ្ញេជន់ឬជន់លក់អាដីដដែលហ្នឹងអានឹងជាប់គុកមកឃុំសង្កាត់ស្រុកខណ្ឌដឹងថាដីហ្នឹងដីគេលក់ឲ្យគេហើយសញ្ញេម្ដងរួចអស់ហើយហេតុអីបើសញ្ញេខ្លួនឯងម្ដងទៀតឃើញទេអញ្ចឹងបានន័យថាគាត់ដឹងសញ្ញេខ្លួនឯងតែមួយហ្នឹងហើយទៅសញ្ញេមួយទៀតលក់ឲ្យគេអញ្ចឹងនេះអ្វីដែលភាគីទាំងសងខាងហ្នឹងគឺគាត់កំពុងតែចោទគ្នាទៅវិញទៅមកអញ្ចឹងដើម្បីយកល្អបងប្អូនប្រជាពលរដ្ឋណាមកលោកឈ្មួញកដាលមកប្រជាពលរដ្ឋជាម្ចាស់ដីមកលោកពៅទាំង3ភាគីទៅជួបគ្នានៅដីហ្នឹងចឹងឲ្យទៅជុំចឹងឲ្យខ្ញុំខាងហងមាសទៅអង្គុយកដាលចឹងជែកមកតើអ្នកណាខុសអ្នកណាត្រូវអ្នកណាយកលុយអ្នកណាបង់លុយអ្នកណាទទួលលុយអ្នកណាមិនទទួលលុយយើងនិយាយចឹងបងបាទដើម្បីឲ្យដឹងតាភាពពិតនៅកន្លែងណាអ្នកណាអ្នកខូចអ្នកណាអ្នកល្អអានឹងយើងនិយាយចឹងបាទនេះទូទាំងជនតាក់ទងនឹងរឿងដីនៅខាងឃុំលំហាចស្រុកអង្គស្នួលខេត្តកណ្ដាលហើយបើមានរឿងអីថ្មីចាំបន្តទៀតបាទហើយបើសិនជាភាគីទាំង3ឯកភាពថាតោះទាំងអ្នកទិញទាំងអ្នកលក់ទាំងអ្នកឈ្មួញកដាលទៅជួបគ្នាដើម្បីរកដំណោះស្រាយកដាលបញ្ចប់បញ្ហាបាទអរគុណទូទាំងជនចង់បានតែចំណុចដែលបញ្ចប់ឯងអត់ចង់ឲ្យមានចំណុចឆ្លោះទេបាទឥឡូវនេះដោយសារពេលវេលាដល់ម៉ោងសម្រាប់សុំពេលសម្រាប់បន្តិចសិនបាទព្រោះយើងមានជំនួយច្រើនតិចទៀតយើងវិលមកជួបគ្នានៅវគ្គចុងក្រោយ